Hello សួស្តីបងប្អូនអរគ្នាអ្នកនរគ្នាឃើញហើយវីដេអូនេះគឺវីដេអូប្រភេទRC RC Excavator ត្រាក់អីចឹងណាជាប្រភេទវីដេអូខ្លីៗដែល generate ចេញពី AI អញ្ចឹងចំពោះបងប្អូនដែលចង់ធ្វើវីដេអូប្រភេទនេះប៉ុន្តែយើងអត់មានលទ្ធភាពទិញ RC អញ្ចឹងណាទិញឡានឬក៏ excavator ទិញអាល្អវាថ្លៃដែរអញ្ចឹងអត់ចង់ចំណាយអ្នកនរអាចធ្វើតាម AI បានគ្រាន់តែសរសេរ prompt ហើយនឹង generate វាហើយខ្ញុំមាន tool មួយសម្រាប់ generate គឺវាលឿនក្នុងមួយវីដេអូ8វិនាទីហ្នឹងគឺអត់បាន1នាទីទេដើម្បី generate គ្រាន់តែថាយើងយក prompt មក generate ចេញជារូបភាពចេញជាវីដេអូហើយវាជាប់វត្តមាកាន់តិចគឺជាប់ VO តែតំណឹងយើងអាចពេលដែលយើងកាត់តបញ្ចូលគ្នាយើងដាក់ logo បាននេះ VO នៅខាងក្រោមខាងស្ដាំអញ្ចឹងយើងអាចបិទវាបានហើយហ្នឹងវាអត់បញ្ហាទេហើយឃើញវីដេអូវាយើងសរសេរ prompt ឲ្យល្អទៅគឺវា smooth មែនតើតែអានេះពេលខ្លះវីដេអូណាដែលអត់ល្អយើងកាត់ចោលទៅកន្លែងណាដែលវាអត់សមអីចឹងណាហើយអ្នកនរអាចមើលឃើញថាមិនដែរនេះគឺវាស្អាតថាគួរសមដែរនេះអ្នកគ្នាមើលទស្សនៈចាំខ្ញុំបង្ហាញពីតកតងនឹង tool ឬ AI សម្រាប់ generate វីដេអូហ្នឹងហើយចំពោះអ្នកដែលមាន account Gemini Pro គឺយើងអាច generate បានក្នុងមួយ account ហ្នឹងគឺបាន100វីដេអូប៉ុន្តែ100វីដេអូហ្នឹងគឺ limit គឺ100គឺអស់ប៉ុន្តែវាអត់មានពេលដែលកំពុងតែ generate ហ្នឹងគឺអត់មាន limit ទេយើងអាច generate តទៅអស់100ហ្នឹងហើយក្នុងមួយវីដេអូ generate បានលឿនគឺកន្លះនាទីអីទេអញ្ចឹងយូរ1នាទីតែអត់ដល់ទេព្រោះចាំខ្ញុំ generate ឲ្យមើលអញ្ចឹងវាងាយស្រួលនៅក្នុងហ្នឹងក៏អាច generate រូបភាពបានដែរអត់មាន limit ទេ generate រូបភាពដាក់ prompt ដើម្បី generate រូបភាពឬក៏ add subject ជារូបភាពឬក៏ជា text add scene ជារូបភាពជា text style អញ្ចឹងណាអញ្ចឹងដល់ឲ្យឃើញវីដេអូនេះគឺវាល្អប៉ុណ្ណេះចាឥឡូវខ្ញុំបិទសិនអញ្ចឹងយើងចូលទៅកាន់ account ហ្នឹង account នេះគឺ wish to wish ហ្នឹងគឺអ្នកដែលមាន Gemini Pro គឺយើងអាចធ្វើបានមកយើងអាចធ្វើបាន100វីដេអូនេះយើងធ្វើអស់10ជាងចូល20វីដេអូជាងនៅសល់78អញ្ចឹងវា22នេះណាឃើញវីដេអូនេះវីដេអូខ្ញុំមានស៊ីនរបស់ខ្ញុំគឺស៊ីននេះស៊ីន15 A នេះសេរួយហើយអញ្ចឹងនេះគឺសិតថាប្រភេទវីដេអូ RC អញ្ចឹងឥឡូវដើម្បី generate បានឥឡូវខ្ញុំទៅដល់ស៊ីនម្លងស៊ីនហ្នឹងខ្ញុំដល់ស៊ីន26ដើម្បីខ្ញុំ generate ជារូបភាពដើម្បីឲ្យអ្នកគ្នាមើល generate ជារូបភាពម្ដងបាន2ហើយយើង add subject នៅខាងឆ្វេងដៃដើម្បី lock ដើម្បីឲ្យវាដូចរូបដែលយើងចង់បានអញ្ចឹងណាហើយមួយទៀតគឺកន្លែងនេះ setting មិនដឹងថាអ្នកគ្នាអាចមើលឃើញអត់ទេនេះកន្លែង setting នៅចិត្តកន្លែងដែល generate ហ្នឹងគឺមាន setting ធម្មតាគឺ default វាគឺបើក sound ចេះ sit បានន័យថា sit ហ្នឹងបានន័យថាវាបរិយាយប្រភេទរូបភាព generate វាស្តៀងគ្នាបន្តគ្នានេះគឺយើង lock បានន័យថាវាអត់ចេញជារូបភាពដែលស្តៀងនេះគឺរូបភាពដូចគ្នាតែម្ដងគឺវាអត់ខុសដើម្បីធ្វើវីដេអូឬក៏ជាប្រភេទសាច់រឿងកុំឲ្យខុសតួអង្គកុំឲ្យអីចឹងទៅអញ្ចឹងអាហ្នឹងគឺប៉ុណ្ណឹងឥឡូវខ្ញុំសាក generate scene 26របស់ខ្ញុំនេះចេញមកហើយអញ្ចឹងគេខ្ញុំ generate បន្តទៀតយកមក2ទៀតចាំមើលថាវាដូចគ្នាឬក៏វាប្រហែលគ្នាអត់រូបភាពដែលចេញមកបន្ទាប់ពីចេញរូបភាពបានហើយគឺយើងយករូបភាពហ្នឹងទៅធ្វើជាវីដេអូអញ្ចឹងអារូបភាពនេះគឺអត់ស្អាតវាអត់សមអានេះក៏វាអត់សូវសមអានេះក៏វាអត់សូវសមអញ្ចឹងយើងអាចលុបក៏បានឬក៏មិនលុបក៏បានយើង generate តទៀតអញ្
តែខ្ញុំលុប motion ចោលសិនព្រោះសរសេរ prompt ខ្ញុំដាក់ motion អញ្ចឹងវាអត់សមពេលវាចេញនេះឥឡូវទុក2នេះចាំមើលចេញ2ទៀតថានេះរូបភាព generate លឿនទេហើយបើសិនជាអ្នកនរចង់បាន account គឺខ្ញុំក៏មានបង្កើតជូនដែរគឺ account មួយតម្លៃតែ$5ហ្នឹងបាន account Gemini Pro ហើយនឹងនៅក្នុង tool នេះគឺ Pro ដូចគ្នាបាន100វីដេអូដើម្បី generate ឥឡូវយើងមើលសិនថាមួយណាសមអញ្ចឹងឥឡូវខ្ញុំ generate វីដេអូនេះមួយសិនដើម្បីឲ្យវាចេញជាវីដេអូឲ្យអ្នកគ្នាមើលនេះយើងចុចលើពាក្យ animate ពេលដែលយើងដាក់ mouse នៅលើរូបណាគឺវា load ពាក្យ animate refine ហើយនឹង edit នៅលើរូបភាពហ្នឹងអញ្ចឹងយើងចូលទៅ generate នេះបន្ទាប់ពីចូលទៅគឺរូបភាពហ្នឹងគឺវាបង្ហាញរូបភាពហ្នឹងអញ្ចឹងបើអ្នកនរគ្នាចេះសរសេរ prompt គឺអ្នកនរគ្នាអាចបន្ថែម prompt នៅលើ subject ហ្នឹងឲ្យចង់ឲ្យវាធ្វើអីឧទាហរណ៍ថាយើងចង់ឲ្យវាបើកទៅមុខបើកទៅក្រោយទម្លាក់ឈើទម្លាក់អីយើងសរសេរតាមហ្នឹងទៅប៉ុន្តែខ្ញុំមានជាសាច់រឿង prompt របស់ខ្ញុំអញ្ចឹងខ្ញុំផាសយកតែម្ដងនេះហើយជុំខ្ញុំផាសមកវាអត់មានសញ្ញាខណ្ឌអញ្ចឹងខ្ញុំខណ្ឌមួយសិនពីបន្ទុកមួយសិនអញ្ចឹងយើងដាក់តែ prompt នឹងហើយចាំមើលពេលដែល generate វាលឿនមិនខ្មិចអ្នកគ្នាអាចចាំរាប់បាននេះចុចហើយអញ្ចឹងគឺភាគរយគឺវាដើរហើយចាប់ពី1តែវាអត់ដល់100%វាបើសិនជា motion ឬក៏ចលនាហ្នឹងវាធ្វើការច្រើនវាអាច cooking យូរវាអាច generate យូរបន្តិចប៉ុន្តែយូរហ្នឹងក៏អត់ដល់1នាទីដែរប៉ុន្តែបើសិនជាអត់សូវមានចលនាអីច្រើនទេគឺវាលឿនប្រហែលជាដល់40% គឺវាពេញឬក៏50ឥឡូវនេះមើលឃើញថាឥឡូវដល់32 34ខ្ញុំអត់មានបន្ថែម speed ថែមអីទេវីដេអូគឺនិយាយផ្ទាល់ record ផ្ទាល់ចាំមើលនេះដល់40ជាង45នេះគឺចប់មក45គឺចប់អញ្ចឹងឥឡូវយើង play វីដេអូដែល result ចេញមកហើយខ្ញុំដាក់ពេញអានេះយើងធ្វើដូចជាការ remote ណាគឺប៉ុណ្ណឹងប៉ុន្តែបើសិនជាយើងចង់ឲ្យ motion នឹងបន្ថែមឥឡូវខ្ញុំ save វីដេអូនេះមួយទុកសិនអានេះ scene 26 save ទុកធ្វើជាវីដេអូអញ្ចឹងនេះគឺយើងផ្ដោតទៅលើ motion នេះគឺ motion នៅលើ prompt អ្នកគ្នាប្រហែលជាមើលអក្សរឃើញប៉ុន្តែរឿង prompt ហ្នឹងឯងអ្នកគ្នា save បន្ថែមបានអញ្ចឹងយើងចុចក្បៀសមួយមក camera សញ្ញាក្បៀសបន្ទាប់មកយើងដាក់model គឺ E569 នេះយើងសរសេរបន្ថែមទៅE569 ហ្នឹង driving toward ខ្ញុំសរសេរបន្ថែម driving toward មិញហ្នឹងក៏វាបើកដែរប៉ុន្តែវាអត់ទៅមុខនេះវាយឺតចឹងអានេះមកក្រោយអញ្ចឹងខ្ញុំកែប្រូបន្តិចដើម្បីថាឲ្យវាបើកទៅមុខមកអញ្ចឹងចានម្ដងទៀតគឺរូបភាពដដែលប៉ុន្តែយើងអាចសរសេរបានបន្ថែមពាក្យនៅលើនឹងបានប៉ុន្តែយករូបភាពផ្សេងក៏បានដើម្បីកុំឲ្យខាតវីដេអូព្រោះវីដេអូនេះខ្ញុំនៅសល់តែ76ទៀតទេដើម្បី generate បើសិនជាអស់គឺខ្ញុំនឹងបង្កើត account ថ្មីតែ account ប្រភេទ account Gemini Pro បានវាមាន free 100វីដេអូហ្នឹងដើម្បី generate បើសិនជាអស់យើងតតែប្រើលុយទិញឬក៏បង្កើត account ថ្មីប៉ុន្តែបង្កើតវាពិបាកតិចដែរវាត្រូវការលេខទូរស័ព្ទត្រូវការកលឹះនៃការបង្កើតតែខ្ញុំអាចធ្វើវីដេអូបញ្ជាក់ថែមបានតែបើសិនជាអ្នកនេះខ្ជិលបង្កើតអត់មានពេលអត់មានអីយ៉ាងនេះទិញ account យកទៅកើតយកទៅប្រើនេះឥឡូវនេះដាក់បើកទៅមុខនេះគេវាបើកទៅមុខប៉ុន្តែយើងអាចសរសេរបន្ថែមទៀតបានអាមកក្រោយនេះវាចលនារបស់វាដោយសារតែបើកទៅមុខយឺតបើយើងបន្ថែមថាបើក fast អីចឹងទៅគឺវាថែមតាមហ្នឹងឥឡូវខ្ញុំយកអូអានេះ26តា
សេ25អូខេចឹងនេះយើងអាចកែអស់នេះផ្សេងទៀតតែអត់ទេឥឡូវ26រួចរាល់ខ្ញុំបន្ថែមប្រងកើតរូបភាព27 smooth cap rotation arm steady ចាំមើលចេញមិនវិញនេះប្រភេទមួយណាដែលយើងលុបពាក្យ360ចោល360 degree ចោលព្រោះពេលយើងដាក់ទៅgenerateវាចេញ360 degree នៅលើនេះដែរអញ្ចឹងយើងធ្វើជាវីដេអូយើងអត់ចង់ឲ្យមាន text នៅលើ screen ទោះបីជាដាក់ក៏វាអត់មានបញ្ហាតែអាហ្នឹងវាថាយើងជាកាត់តក៏បាននេះឥឡូវខ្ញុំចង់ generate រូបមួយនេះដោយសារតែរូបភាពមួយនេះគេដាក់ smooth cap rotation arm steady ចាំមើលវាចេញមិនខ្មិចខ្ញុំហាព្រមនឹងដដែលប៉ុន្តែខ្ញុំដាក់សញ្ញាខណ្ឌឲ្យ copy មកវាអត់មានសញ្ញាខណ្ឌតែយើងអត់ដាក់ក៏វាអត់មានខុសអីដែរគ្រាន់តែខ្លាច់វាចេញ animate មកវាអត់សូវល្អអញ្ចឹងយើងសរសេរឲ្យត្រូវតាមលំនាំរបស់វាទៅចាំមើលវីដេអូដែល result ចេញមកវាមិនដែរវាលឿនឃើញអ្នកនរមើលឃើញថាលឿនអត់ពិបាកចាំទេដើម្បី generate វីដេអូមួយថ្ងៃយើងអាចធ្វើបានវីដេអូរយៈពេល10នាទី2ទៅ3គ្រាន់តែថាយើងត្រូវការជំនាញកាត់តដែរវាខុសពីការថតវែងពេលខ្លះយើងអត់កាត់តក៏បានដែរប៉ុន្តែនៅក្នុងនេះក្នុងមួយវីដេអូគឺមានតែ8វិនាទីឯងអញ្ចឹងយើងត្រូវកាត់តឡើយណាដែលស្អាតឡើយណាដែលអត់ស្អាតកាត់ចោលហើយបន្ថែមសំឡេងបញ្ចូលសំឡេងត្រាក់សំឡេងអីចឹងទៅវាឃើញវា smooth ដែរអានេះឃើញមើលតែយើងចង់ឲ្យវាមានចលនាស្អាតជាងនេះយើងក៏សេប្រមឲ្យលម្អិតទៅអញ្ចឹងនេះគឺវីដេអូរបស់ខ្ញុំគឺនៅសល់75វីដេអូទៀតដើម្បី generate អញ្ចឹងបើសិនជាយើងចង់ធ្វើវីដេអូ10នាទីយើងត្រូវចំណាយអស់ចំនួនវីដេអូឬក៏ចំនួន scene ហ្នឹងរហូតដល់75អញ្ចឹង8ក្នុងមួយ scene 8ក្នុងវីដេអូ8វិនាទីអញ្ចឹងយើងគុណទៅបើយើងធ្វើវីដេអូខ្លី5នាទីគឺចំណាយអស់37 ស៊ីនអញ្ចឹងវាស្មើ37 វីដេអូប៉ុន្តែយើងអត់អាចកំណត់ថាប៉ុណ្ណឹងគឺដឹងតែយកប៉ុណ្ណឹងទេព្រោះដោយសារពេលខ្លះ generate មកវាចេញអត់ស្អាតអញ្ចឹងយើងត្រូវការ generate ថ្មីអញ្ចឹងតែវាស្រួលត្រង់ថាយើងមានរូបភាពមើលអញ្ចឹងទោះមិនក៏វាចេញមកវាក្រាន់បើជាងពេលដែលអត់រូបភាពដែរមានរូបភាពយើង generate ចេញពីរូបភាពគឺវាល្អជាងវា smooth ជាងនេះឥឡូវរូបនេះមានអក្សរនៅលើអេក្រង់អញ្ចឹងខ្ញុំអត់ដាក់ខ្ញុំអត់ generate វាខ្ញុំ generate ខាងឆ្វេងតែខ្ញុំ generate រូបភាព2ទៀតសិនដើម្បីឲ្យបានមើលណាមួយណាសមដើម្បីដាក់វាខ្ញុំយកខាងក្រោមខាងស្ដាំនេះមើល motion គេដាក់ slow reverse direct turning precision ឥឡូវខ្ញុំ generate នេះសាកមើលចាំមើល motion គេចេញមិនmotion ខ្ញុំប្រមរបស់ខ្ញុំមាន motion ទាំងកាមេរ៉ា motion ទាំង subject នេះគឺឡានអស់ហ្នឹងអ្នកនរឬក៏គេប្រើថា register ក៏បាន register ដូចគ្នាប៉ុន្តែចំពោះតួអង្គអានេះគឺ subject ចំពោះវត្ថុអីចឹងដែលកាមេរ៉ាចាប់ទៅចាខ្ញុំ generate មួយទៀតឲ្យអ្នកនរមើលហើយចាំ
បញ្ចប់វីដេអូនេះប៉ុណ្ណឹងហើយបើសិនជាមានចង្អល់អីអាចសួរបានតាក់ទងនឹង tool ដើម្បី generate នេះនៅលើ website នេះអញ្ចឹង website ហ្នឹងគឺមិនមែន free ទេនេះគ្រាន់តែយើងមានកលឹះក្នុងការ claim យកជាមួយនឹង video free បានដោយប្រភេទយើង claim យក account Gemini Pro ដូចគ្នាព្រោះ Gemini ក៏មិនមែន free ដែរទៅលើការ generate video ប៉ុន្តែយើងមានវិធីសម្រាប់ claim យកសម្រាប់ student Gemini for student 2026ដើម្បីបានជាមួយ account Gemini Pro អញ្ចឹងនេះចាក់វីដេអូមើលនេះវីដេអូនេះអត់តាន់ដឹកដៃផងគឺបើកទៅមុខអត់តាន់មានដៃតែអត់អីទេវីដេអូហ្នឹងគឺធ្វើបាន28ហ្នឹងអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងឯអ្នកនរគ្នាបើសិនជាមានបញ្ហាតាក់ទងសួរបានចាំខ្ញុំដាក់ Telegram នៅក្នុង description បាយបាយអ្នកនរគ្នា